Ban chia nhôm của bông ta đa bánh sayในขนมจุ่มกาบอกnhôm คือបាញ់នឹងការពារសត្វល្អិតដែលវាមកតិចដំណាំផ្លែឈើហូបផ្លែនិងទៅកើដួងចុះដើមឈើមិនមែនជាសកម្មភាពដើរយកឃ្មុំនៅក្នុងចំការទេគឺបាញ់ផ្សែងដើម្បីការពារសត្វល្អិតវាមកតិចដំណាំផ្លែឈើហើយបើអត់បាញ់វាអញ្ចឹងទេគឺសត្វល្អិតប្រភេទស្រាំងឬក៏ប្រភេទរុយមួយយ៉ាងនោះដែលវាមកតិចផ្លែឈើហូបផ្លែហ្នឹងធ្វើឲ្យផ្លែឈើហូបផ្លែស្អុយរលួយហើយវាពងកូននៅក្នុងផ្លែឈើហ្នឹងហើយមានប្រភេទសត្វរៃឬក៏ប្រភេទដួងមួយយ៉ាងនោះវាមកទុំលើដើមឈើហូបផ្លែរបស់យើងហ្នឹងវាមកពងដាក់លើដើមឈើដល់ពេលពងហ្នឹងវាញាស់ទៅកើតជាតកៅដួងវាទៅចោះស៊ីដើមឈើនោះរហូតដល់បដូរដើមឈើហូបផ្លែហ្នឹងហើយចោះទៅទៅងាប់អញ្ចឹងយើងបាញ់ផ្សែងនេះការពារឲ្យបានមុនពេលណាយើងបាញ់អញ្ចឹងទៅសត្វល្អិតចង្រៃហ្នឹងវាមកទុំនៅដើមឈើហ្នឹងវាធំក្លិនផ្សែងវាទៅហើបកទៅវិញតែបើសិនអត់បានបាញ់ផ្សែងការពារទេត្រូវបាញ់ថ្នាំសម្រាប់សត្វល្អិតបាញ់វាកុំឲ្យមកតោងតែយើងវិធីសាស្ត្រហ្នឹងយើងខ្ជិលប្រើប្រភេទថ្នាំសម្រាប់សត្វល្អិតយើងប្រើវិធីសាស្ត្រនេះក៏ការពារបានអានឹងសាកល្បងមើលទេតើបានជោគជ័យអត់បើសិនជោគជ័យខ្ញុំប្រើវិធីសាស្ត្រហ្នឹងទៅវាអស់លុយតិចជាងយើងទិញថ្នាំសម្រាប់សត្វល្អិតមកបាញ់ហើយលឿនរហ័សជាងហើយចំណាយពេលតិចហើយចំណាយលុយតិចទៀតគ្រាន់តែយើងទិញធុងបាញ់ផ្សែងហ្នឹងមួយមកយើងដាក់ប្រេងហើយប្រេងហ្នឹងប្រភេទប្រេងម៉ាស៊ុតយើងប្រើប្រេងម៉ាស៊ុតតែ1លីត្រហ្នឹងបាញ់ផ្សែងពេញហ្នឹងវាចំណាយលុយតិចហើយផ្សែងហ្នឹងពេលណាយើងបាញ់អញ្ចឹងទៅបើសិនណាការពារបានដំណាំផ្លែឈើហូបផ្លែពេលណាបានផលផ្លែឈើហ្នឹងយើងគ្រាន់តែយកមកលាងទឹកសម្អាតទៅវាអត់ប៉ះពាល់សុខភាពវាព្រោះជាប្រភេទផ្សែងវាអត់ដូចប្រភេទថ្នាំកសិកម្មសម្រាប់ស្លាប់សត្វល្អិតហ្នឹងពេលណាយើងបាញ់ទៅថ្នាំហ្នឹងវាជ្រាបចូលក្នុងផ្លែឈើទៅហើយពេលយើងលាងទឹកចឹងទៅវាអត់ស្អាតទេអញ្ចឹងវាជ្រាបចូលតែប្រភេទផ្សែងនេះគ្រាន់តែវាមកតោងនៅលើផ្លែឈើឬក៏ស្លឹកឈើនិងដើមឈើហ្នឹងទៅហើយពេលណាសត្វវាមកទុំមកស៊ីស្លឹកដំណាំផ្លែឈើហ្នឹងឲ្យវាខូចរួញអញ្ចឹងទៅវាមកធំក្លិនផ្សែងហ្នឹងវាអត់ហ៊ានទេវាទៅបកទៅវិញព្រោះសត្វល្អិតអស់ហ្នឹងវាចាញ់ក្លិនផ្សែងអានេះគ្រាន់តែវិធីសាស្ត្រសាកល្បងមើលទេគាត់ដឹងថាបានផលឬអត់ឬថាបានផលគឺប្រើវិធីសាស្ត្រហ្នឹងចំណេញច្រើនហើយអរគុណច្រើនជួបគ្នាវីដេអូឃ្លីបលើកក្រោយទៀតបាយបាយបើសិនមានបញ្ហាឆ្លងសូមអភ័យទោសផង